ពេលនេះម៉ោងនេះអាស៊ានចេញបញ្ជាស្លាប់រស់កំណត់ម៉ោង10យប់នេះត្រូវតែឈប់បាញ់គ្នាជាកំហិតព្រមទាំងដាក់ផ្កាយរណបរបស់សហរដ្ឋអាមេរិកតាមដាន24ម៉ោងបាទ24ម៉ោងនឹងតាមដានហើយអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមបង្ហោះមិញនេះឯងឲ្យប្រទេសទាំងពីរនេះបាទកំណត់ម៉ោង10យប់នេះត្រូវតែឈប់បាញ់គ្នាជាកំហិតហើយរឿងមួយទៀតនោះប្រិយមិត្តជាទីមេត្រីកម្ពុជាពេលនេះត្រូវបានសារព្រមានជុំវិញពិភពលោកទាំងអស់កំពុងតែសង្កត់ថៃសង្កត់រឿងអីបាទថៃអត់ព្រមមករកឈប់បាញ់គ្នានោះទេបាទដោយសារព្រមានធំផ្សាយថាពេលនេះអនុទានបង្កើតសង្គ្រាមដើម្បីសន្លឹកឆ្នោតនេះគឺជាដំណឹងមួយផ្នែកទៀតនោះពេលនេះម៉ោងនេះនៅទីក្រុងបាងកកឯណោះកំពុងតែផ្ទុះបាតុកម្មបាទតវ៉ាហើយនាពេលនេះនយោបាយថៃកំពុងតែផ្ទុះហើយបកប្រជាជនផ្ទះកំភ្លៀងបាទអនុទានវិញបន្ទាប់ពីក្បត់រឿងអីបាទរំលែកសភាចោលចឹងទេបាតុកម្មកណ្ដាលទីក្រុងបាងកកតាមរយៈបាតុកម្មប្រឆាំងនឹងសង្គ្រាមដែលថៃឈ្លានពានកម្ពុជានេះគឺជាដំណឹងទាំងឡាយនឹងរៀបរាប់ទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាចឹងទេមានថាពេលនេះម៉ោងនេះកម្ពុជានៅលើថៃឈ្នះថៃអន្តរជាតិនានាបាទពិភពលោកកំពុងតែសម្លឹងមើលថៃឈ្លានពានទឹកដីកម្ពុជាដែលកាលពីកន្លងទៅថៃវានិយាយថាម៉េចបាទ self defense ដល់ពេលអញ្ចឹងវាទប់ទល់វាយប្រហារយើងក៏ប៉ុន្តែនេះ self defense ស្អីរុលចូលជ្រៅទៅក្នុងទឹកដីកម្ពុជារបស់យើងបាទសារព្រមានធំផ្សាយរឿងនេះឥឡូវខ្ញុំស្លេះរឿងនេះសិននិយាយរឿងអាន់វ៉ាអ៊ីប្រាហ៊ីមបង្ហោះមិញពាក់ព័ន្ធទៅនឹងបាទរឿងស្លាប់រស់យ៉ាងម៉េចប្រិមិត្តកំណត់ម៉ោង10យប់នេះត្រូវតែឈប់បាញ់គ្នាជាកំហិតបាទស្ថានភាពប្រែប្រួលទៀតហើយក្រោយពីលោកអនុទានបានបដិសេធសំណើរបស់លោកដូណាល់ត្រាំពីមុនមកនេះពេលនេះប្រធានអាន់វ៉ាអ៊ីប្រាហ៊ីមបាទដែលជាប្រធានបដូវវេនរបស់អាស៊ានបានចេញសេចក្តីថ្លែងការណ៍ក្តៅមួយដោយដាក់អសានវត្តជាចុងក្រោយអានេះគឺចុងក្រោយនេះបើសិនជាមិនមកគេនឹងលេងថៃហើយយោងតាមសេចក្តីថ្លែងការណ៍បន្ទាន់ដែលយើងទើបទទួលបានលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានជួបពិភាក្សាផ្ទាល់ជាមួយមេដឹកនាំទាំង3គឺលោកដូណាល់ត្រាំលោកអនុទាននិងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជារបស់យើងហ៊ុនម៉ាណែតលទ្ធផលនោះគឺចាប់ពីម៉ោង10យប់ថ្ងៃទី13ធ្នូនេះតទៅភាគីទាំងពីរត្រូវតែអនុវត្តឲ្យបានបទឈប់បាញ់ជាបន្ទាន់និងបញ្ឈប់រាល់ចលនាយោធាទាំងអស់បាទអាហ្នឹងគឺដាក់កំហិតហើយអ្វីដែលពិសេសនិងគួរឲ្យខ្លាចសម្រាប់អ្នកចង់បង្កសង្គ្រាមនោះគឺទី1អាស៊ាននឹងបញ្ជូនក្រុមអ្នកសង្កេតការ AOT ដែលដឹកនាំដោយមេបញ្ជាការកងទ័ពម៉ាឡេស៊ីចុះទៅកាន់តំបន់ព្រំដែនផ្ទាល់ទី2សហរដ្ឋអាមេរិកនឹងប្រើប្រាស់ផ្កាយរណបចារកម្មកាតា Satellite Monitoring ដើម្បីថតសកម្មភាពពីលើអាកាសពីលើមេឃនេះមានន័យថាបើភាគីណាមួយហ៊ានតែលួចបាញ់ឬរំកិលទ័ពសំបីតែបន្តិចផ្កាយរណបនឹងចាប់បានភ្លាមហើយនឹងត្រូវលាតត្រដាងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាថ្ងៃទី16បាទត្រូវនៅថ្ងៃអង្គារខែធ្នូខាងមុខនេះសល់តែប្រហែលថ្ងៃទៀតនោះទេ3ថ្ងៃទៀតបាទប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺជាសម្ពាធដ៏ធំបំផុតដែលមិនធ្លាប់មានដើម្បីបង្ខំឲ្យលោកអនុទានបាទអាតង់ទីនចូលតុចរចានិងបញ្ឈប់ការយកសង្គ្រាមធ្វើជាលបែងនយោបាយនេះគឺជាដំណឹងក្តៅកគុកបាទអន្ទាក់ផ្កាយរណបបាទចូលរួមរបស់យោធាម៉ាឡេស៊ីនិងអសានវត្តចុងក្រោយម៉ោង10យប់នេះយើងត្រៀមទាំងអស់គ្នាប្រិយមិត្តថាតើថៃលេងល្បិចស្អីទៀតឥឡូវចប់មួយវគ្គមួយទៀតប្រិយមិត្តជាទីមេត្រីគឺស្ថានភាពនៅប្រទេសថៃបាទទីក្រុងបាងកកកំពុងតែផ្ទុះនយោបាយថៃផ្ទុះហើយបាទរុស្ស៊ីថ្ងៃនេះពេលនេះស្មាននេះក្រុមអ្នកស្រឡាញ់សន្តិភាពនៅថៃបានផ្ទុះការតវ៉ាយ៉ាងក្តៅកគុកនៅកណ្ដាលទីក្រុងបាងកកដោយទាមទារឲ្យបញ្ឈប់សង្គ្រាមជាមួយកម្ពុជាជាបន្ទាន់បាទយើងអបអរសាទរដែលពួកថៃបាទយុវជនថៃអ្នកស្រឡាញ់សន្តិភាពណាចេញមកបាតកម្មប្រឆាំងទៅនឹងការឈ្លានពានមួយនេះពីយោធាថៃមកលើកម្ពុជាប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាទីបំផុតនោះគឺនៅក្រៅការតវ៉ានេះមានរឿងរ៉ាវនយោបាយដ៏ជ្រាលជ្រៅមួយដែលខ្ញុំចង់ប្រាប់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបន្តិចថាជ្រៅរឿងអីបាទក្រុមអ្នកវិភាគបានមើលឃើញថាព្រឹត្តិការណ៍រុស្ស៊ីនេះមិនមែនគ្រាន់តែជាការដើរហែកក្បួនធម្មតានោះទេប៉ុន្តែវាគឺជាសមរភូមិបោះឆ្នោតដំបូងដែលគណៈបកប្រជាជនកថា People Party បានប្រកាសសងសឹកលោកអនុទានចំពោះអ្វីដែលពួកគេហៅថាការក្បត់កិច្ចព្រមព្រៀងបាទក្បត់រំលាយសភាចោលយើងអាចនិយាយបានទៀតថានេះគឺជាការទះកំភ្លៀងនយោបាយមួយយ៉ាងចាស់ដៃពីគណៈបកប្រជាជនទៅលើលោកអនុទាននាយករដ្ឋមន្ត្រីចាំផ្ទះបាទទៅលើលោកអនុទាននាយករដ្ឋមន្ត្រីចាំផ្ទះហេតុអ្វីបានជាយើងហ៊ាននិយាយបែបអញ្ចេះបាទគឺជាយុទ្ធសាស្ត្រវាយបំបាក់ប្រជាប្រិយភាពសង្គ្រាមលោកអនុទានកំពុងតែព្យាយាមយកសង្គ្រាមជាមួយកម្ពុជានេះធ្វើជាដើមទុននយោបាយដើម្បីតាក់ទាញប្រជាប្រិយភាព
ភាពណារកស្លឹកឆ្នោតពីក្រមជាតិនិយមថៃបាទអាពួកជាតិនិយមអាកង្កែបក្នុងរដូងសង្គមថៃនោះដើម្បីយកស្លឹកឆ្នោតពីពួកនោះប៉ុន្តែការដែលគណៈបកប្រជាជនដឹកនាំបាតុកម្មទាមទារសន្តិភាពនៅរុស្ស៊ីនេះគឺមានន័យស្មើនឹងពួកគេកំពុងស្រែកប្រាប់ប្រជាជនថៃទាំងមូលថាលោកអនុទាននេះកំពុងតែយកជីវិតទាហាននិងពលរដ្ឋទៅលេងល្បែងនយោបាយដើម្បីអំណាចផ្ទាល់ខ្លួនប៉ុណ្ណោះបាទនេះគឺជាការវាយចំចំណុចខ្សោយបំផុតរបស់លោកអនុទានព្រោះគ្មានប្រជាជនណាចង់ឃើញកូនចៅខ្លួនឯងស្លាប់ដើម្បីតែជួយឲ្យអ្នកនយោបាយឈ្នះឆ្នោតនោះទេអាហ្នឹងគឺចំណុចខ្សោយហើយចំណុចខ្សោយរបស់អនុទានយកប្រជាជនយកកូនទាហាននឹងឲ្យទៅស្លាប់ដើម្បីអីដើម្បីអំណាចដើម្បីសិលឹកឆ្នោតបោះឆ្នោតខាងមុខនេះអញ្ចឹងទេយើងសូមរងចាំតាមដានទាំងអស់គ្នាតើលោកអនុទាននឹងមានប្រតិកម្មយ៉ាងណាចំពោះការវិបកដ៏ចាស់ដៃពីគណៈបកប្រឆាំងនៅរុស្ស៊ីនេះដោយសារតែអីបាទអ្នកស្រឡាញ់សន្តិភាពបាទសង្គមស៊ីវិលនឹងគេចេញមកបាតកម្មអត់ចង់ឲ្យមានសង្គ្រាមទេក៏ប៉ុន្តែអនុទាននេះរួមដៃជាមួយយោធាថៃបាទវាយកម្ពុជាដើម្បីប្រជាប្រិយភាពដើម្បីអំណាចក៏ប៉ុន្តែប្រិយមិត្តជាទីមេត្រីដំណឹងមួយទៀតដំណឹងដ៏សារតើយើងរីករាយតាមម្ដងនៅលើបណ្ដាញសង្គមបាទនៅលើអ៊ីនធឺណិតឯណោះបណ្ដាសារព័ត៌មានធំផ្សាយប្រងព្រាតពាក់ព័ន្ធរឿងសង្គ្រាមកម្ពុជាថៃនេះមានន័យថាថៃឈ្លានពានទឹកដីកម្ពុជាអានឹងមានន័យអញ្ចឹងទេកម្ពុជាពេលនេះម៉ោងនេះកម្ពុជាឈ្នះថៃនៅលើថៃសង្កត់ថៃលើផ្លូវ soft power ហេតុអីបានខ្ញុំនិយាយបែបចេះប្រិយមិត្តជាទីមេត្រីបាទបណ្ដាសារព័ត៌មានធំផ្សាយប្រងព្រាតបាទទៅឆែកមើលទៅនៅ Google ឆែកមើលទៅពីមុនថៃអាចបន្លំថាកម្ពុជាជាអ្នកបកកបញ្ហាអញ្ចឹងណាវាយកលេសរឿងមានរឿងអីផ្សេងដើម្បីសង្កត់យើងវាយយើងអានេះគឺថៃប៉ុន្តែពេលនេះបណ្ដាសារព័ត៌មានធំដូចជា Nikkei Asia CNN CNA Reuters និងបណ្ដាសារព័ត៌មានធំដទៃផ្សេងទៀតផ្សាយប្រងព្រាតដោយសរសេរចំថាអនុទានបង្កើតសង្គ្រាមដើម្បីសិលឹកឆ្នោតបាទអនុទានបង្កើតសង្គ្រាមទ្រង់ទ្រាយធំវាយកម្ពុជាអញ្ចឹងជាដើមណាពិភពលោកលែងជឿថាថៃការពារជាតិទៀតហើយកាលពីមុនគេគិតថាថៃបាទការពារជាតិប្រើសិទ្ធិអីគេ self defense right to defense អីនោះសិទ្ធិការពារខ្លួននោះអាហ្នឹងគេចេះតែគិតថាអូវាអញ្ចឹងមែនអីអញ្ចឹងណា50តាគួរជឿមួយណាអីមួយណាជាដើមប៉ុន្តែពេលនេះម៉ោងនេះបាទម៉ោងម៉ានម៉ោង3:11នាទីថ្ងៃត្រង់ហើយបាទពិភពលោកទាំងអស់គេសម្លឹងមកមើលថៃបាទខូខើសាហាវវាយកម្ពុជាបាទជាពិសេសនោះប្រជាពលរដ្ឋសូត្រត្រង់ប្រមាណ10000ហើយបាទ300000នាក់អីតែដែលភៀសខ្លួនតាមបន្ទាត់ព្រំដែនប្រិយមិត្តមានដឹងហ៎ជួយជម្រាបប្រាប់ផងតងប៉ុណ្ណឹងបាទដែលភៀសខ្លួនណោះហើយរឿងមួយទៀតប្រិយមិត្តសូមបើកវងកញ្ចក់បន្តិចផ្ដាំទៅពួក MMO កុំផ្សាយព័ត៌មានបំពុលច្រើនពេកថាអញ្ចេះចោះបាទកុំឲ្យពួកប្រជាពលរដ្ឋបាទកម្ពុជារបស់យើងគ្នាមានអារម្មណ៍ថាភិតភ័យតាមរយៈព័ត៌មានคล้ายៗរបស់ថៃណាយើងត្រូវគិតផ្សាយអីបាទចេះគិតអំពីអា psychology អាចិត្តវិទ្យាពាក់ព័ន្ធនឹងផងខ្ញុំបិទវងកញ្ចក់វិញចឹងទេពិភពលោកអន្តរជាតិនានាលែងជឿថាថៃការពារជាតិទៀតហើយតែគេមើលឃើញថាលោកអនុទានគឺជាអ្នកនយោបាយដែលហ៊ានយកជីវិតមនុស្សមកលេងល្បែងកម្ពុជាមិនចាំបាច់ស្អីទៅបញ្យលចានទេពេលនេះណាគឺសារព្រមានធំអន្តរជាតិកំពុងជួយបកអាក្រាតថៃជំនួសកម្ពុជាស្រាប់ហើយប្រិយមិត្តទៅមើលទៅបាទមានន័យថាថៃបន្ទាប់ពីកំទេចស្ពានជ័យជំនះហើយបាញ់កំទេចតាមរយៈយន្តហោះចម្បាំង F16 ហើយនិយាយឌឺដាក់ត្រាំទៀតថាមិនឈប់ទេនឹងវាយកម្ពុជាអញ្ចឹងទេពិភពលោកគេដឹងថាថៃឈ្លានពានទឹកដីកម្ពុជាអានេះរឿងហ្នឹងចំណុចដ៏គ្រោះថ្នាក់បំផុតសម្រាប់ថៃពេលនេះបាទសមរភូមិជាមួយមេធំបងធំណាគឺសហរដ្ឋអាមេរិកថៃកំពុងធ្វើអត្តឃាតការទូតរបស់ខ្លួនគឺលោកដូណាល់ត្រាំដែលល្បីថាជាមនុស្សមិនឲ្យគេបដិសេធបាទមិនឲ្យគេមើលងាយនោះទេបានចេញមុខប្រកាសថាបានជជែកគ្នាត្រូវគ្នាហើយបាទយប់មិញនឹងឯងដូណាល់ត្រាំបាទបង្ហោះសំណេរថាត្រូវគ្នាហើយលែងវាយគ្នាហើយក៏ប៉ុន្តែអនុទានផឹកមិញនេះបែរជានិយាយឆ្កុយបាទវាយជាធម្មតាអញ្ចឹងណាតែលោកអនុទានបែរជាចេញមកស្រែកថាអត់ទេនៅវាយទៀតអញ្ចឹងមានន័យថាម៉េចអនុទានផ្ទះកំភ្លៀងដូណាល់ត្រាំធ្វើឲ្យមុខមាត់ដូណាល់ត្រាំត្រូវបានគេមើលឃើញថាម៉េចត្រាំហ្នឹងកុហកពិភពលោកបាទត្រាំហ្នឹងកុហកគេឯងថាកម្ពុជានិងថៃនឹងឯងឈប់វាយគ្នាហើយអញ្ចឹងណាអញ្ចឹងទេអនុទានមិនរួចខ្លួនទេពេល
ពេលនេះស្មើទៅនឹងការទះកំភ្លៀងប្រទេសមហាអំណាចកណ្ដាលចំណោមមនុស្សនៅលើឆាកអន្តរជាតិពេលប្រទេសតូចដូចជាប្រទេសថៃបាទប្រទេសថៃហ្នឹងស្មើនឹងវាធំអីយ៉ាងស្មើនឹងខ្លួនឯងហ្នឹងដូចជារុស្ស៊ីឬក៏អ៊ីស្រាអែលយ៉ាងហៅថៃបាទថរដាក់ស្អេនឹងយើគេហៅថាថៃយើងកុំហៅថរដាក់ស្អៃទេណាប្រិយមិត្តកត់ទុកមួយទៅថរដាក់ស្អេនឹងយើជឹងយើយើងហៅថាថៃហ្នឹងប្រហែលតែចោលប្រហែលតែលួចដូចជាថៃបរិភពដោយការលួចជាដើមហើយដល់ពេលថៃអេឡែនមានតែម៉េចដីដែលលួចពីគេនឹងឯងបាទពាក្យបល័យពាក្យអីហ្នឹងខ្ញុំផ្សាយផ្សំគុំចូលគ្នាទៅបង្កើតបានតែជាពាក្យថៃអេឡែនដែលថៃនេះហ៊ានធ្វើឲ្យមេដឹកនាំអាមេរិកបាក់មុខខ្លាំងនោះអាមេរិកនឹងមិនទុកមុខឲ្យថៃក្នុងក្រសែភ្នែកឡើយទំនាក់ទំនងការទូតរវាងថៃនិងអាមេរិកនឹងមានស្នាមប្រេះស្រាំយ៉ាងធំបាទអានេះគឺរឿងហ្នឹងប៉ុន្តែចាំមើលសិនបន្ទាប់ពីអាន់វ៉ាអេប្រាហ៊ីមប្រកាសមិញនេះឯងបាទម៉ោង3ណាប្រកាសពាក់ព័ន្ធទៅនឹងឲ្យភាគីទាំងពីរហ្នឹងឈប់បាញ់គ្នាជាកំហិតម៉ោងម៉ានម៉ោង10យប់នេះឥឡូវយើងចាំមើលបាទដោយសារតែផ្កាយរណបរបស់សហរដ្ឋអាមេរិកនឹងបាញ់ពីលើមេឃចំព្រំដែនកម្ពុជាថៃតើនរណាគេបាញ់នរណាដឹងហើយបាទក៏ប៉ុន្តែការពីកន្លងទៅក្រែងមានផ្កាយរណបដាក់ដែរតែឬក៏យ៉ាងម៉េចយ៉ាងម៉ាខ្ញុំមិនច្បាស់ដែរនេះដោយផឹកមិញនោះសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាសូមឲ្យបញ្ចេញរូបភាពនៃផ្កាយរណបបាទពីម៉ាឡេពីសហរដ្ឋអាមេរិកមកអានេះយើងអត់ដឹងច្បាស់ប៉ុន្តែគ្រាន់តែដឹងថាឥឡូវនេះបាទអាស៊ានចេញបញ្ជាស្លាប់រស់បាទស្លាប់រស់នោះមានថាចុងក្រោយទឹកចុងក្រោយហើយបើសិនជាថៃនៅតែបាទរញ៉េរញ៉ៃទៀតអានោះប្រហែលជាមានរឿងធំកើតឡើងចំពោះប្រទេសថៃបាទនេះគឺជាដំណឹង3ធំនឹងឯងពាក់ព័ន្ធទៅនឹងបាតកម្មនៅទីក្រុងបាងកកបាទបញ្ចប់សង្គ្រាមដែលថៃឈ្លានពានកម្ពុជាមួយហើយអាន់វ៉ាអ៊ីប្រាហ៊ីមប្រកាសឲ្យភាគីទាំងពីរឈប់បាញ់គ្នាម៉ោង10យប់នេះហើយរឿងមួយទៀតគឺយើងកម្ពុជាបាទមានប្រៀបលើប្រទេសថៃផ្នែក soft power បណ្ដាសារព័ត៌មានធំបាទសំពើថៃវាយថៃហើយថៃអត់ស្ដាប់គេឯងនោះទេអត់ស្ដាប់ប្រធានាធិបតីដូណាល់ត្រាំនោះទេដែលជាបងធំលេខ1លើលោកណាអត់ស្ដាប់ទេបាទប្រហើនដាក់ត្រាំប៉ុណ្ណឹងអនុទានបាទចាំមើលសិនថាតើត្រាំធ្វើយ៉ាងណាបាទឥឡូវកំពុងតែដេកលក់ងើបពីដេកមកមើលព័ត៌មានឃើញថាអនុទានផ្ទះកំភ្លៀងអាមេរិកឬក៏ផ្ទះកំភ្លៀងដូណាល់ត្រាំបាទកលោអារម្មណ៍បាទត្រាំគាត់ខឹងគាត់មួម៉ៅយីអានេះឆ្លើយមកវិញបាទក្មេងថ្ងៃនោះសោះហ៊ានឆ្លើយដាក់អាមេរិកបាទលេងផ្ដាច់ជំនួយយោធាទាំងអស់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរអញ្ចឹងទៅមិនដឹងថាថៃនេះណានៃនោះទេឥឡូវកំពុងតែផ្ទុះបាតកម្មផ្ទៃក្នុងសង្គ្រាមនយោបាយគ្នាឯងណាកំពុងតែសង្គ្រឹះថ្មិញដាក់គ្នាហើយបកប្រឆាំងបកប្រជាជនឯណោះបាទសំពើអនុទានដែលក្បត់ខ្លួនបាទរំលាយសភាចោលណោះក្បត់យ៉ាងម៉េចសូមរំលឹកបន្តិចពាក់ព័ន្ធរឿងហ្នឹងរឿងរ៉ាវនៃការក្បត់នេះប្រិយមិត្តជាទីមេត្រីលោកអនុទានបានធ្វើជានាយករដ្ឋមន្ត្រីនៅខែកញ្ញាឆ្នាំ2025គឺដោយសារតែមានការគាំទ្រពីគណៈបកប្រជាជនគេថា The People Party ក្រមលក្ខខណ្ឌនៃអនុស្សរណៈយោគយល់គ្នាគេហៅថា MOA មិនមែន MOU ទេណាកន្លែងនេះលក្ខខណ្ឌសំខាន់បំផុតគឺលោកអនុទានត្រូវជួយកែរដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអំណាចព្រឹទ្ធសភាពួកស៊ីណេតដែលក្បែរគ្នាត្រូវគ្នាជាមួយពួកយោធាជាមួយក្សត្រថៃនោះបាទបកប្រជាជនអត់ចង់បានពួកនេះទេចង់ឲ្យកាត់បន្ថយអំណាចពួកព្រឹទ្ធសភាអ្វីដែលកើតឡើងជាក់ស្ដែងប្រិយមិត្តជាទីមេត្រីនៅពេលបោះឆ្នោតកែរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី11ខែធ្នូកន្លងទៅនេះគណៈបកភូមិใจថៃរបស់លោកអនុទានបាទបែរជាបោះឆ្នោតគាំទ្រព្រឹទ្ធសភាដើម្បីរក្សាអំណាចដដែលមានន័យថាអនុទាននឹងបោះឆ្នោតគាំទ្រពួកព្រឹទ្ធសភាដើម្បីរក្សាអំណាចណាលទ្ធផលនោះគឺត្រូវបានគណៈបកប្រជាជនចាត់ទុកថាជាការក្បត់ពាក្យសន្យាឬក៏ក្បត់ MOA យ៉ាងធ្ងន់ធ្ងរជាការទះកំភ្លៀងត្រឡប់ទៅវិញបាទថ្ងៃនេះពេលនេះម៉ោងនេះមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ានៅទេនៅទីក្រុងបាងកកកំពុងតែបាតកម្មហើយខ្ញុំអត់ទាន់បានមើលព័ត៌មានទេប៉ុន្តែនិយាយឲ្យរឿងដើមចំសិនលោកអនុទានបានប្រកាសរំលាយសភាដើម្បីកិច្ចចេញពីការបោះឆ្នោតបន្ទុកចិត្តកថា No Confidence Motion ដែលគណៈបកប្រជាជនកំពុងតែរៀបចំលោកគិតថាការរំលាយសភាចោលនិងការបង្កើតសង្គ្រាមជាមួយកម្ពុជានឹងធ្វើឲ្យលោកខ្លាយទៅជាវីរៈបរិសជាតិនិយមបាទនឹងឈ្នះការបោះឆ្នោតនៅខែកុម្ភៈឆ្នាំ2026នាពេលខាងមុខនេះអនុទានគិតថាបើសិនជាធ្វើសង្គ្រាមជាមួយកម្ពុជារំលាយសភាចោលទៅខ្លួននឹងខ្លាយទៅជាវីរៈបរិសបាទជាតិនិយមដូចគ្នាទៅនឹងប៊ុនស៊ីនផាតខ្លាំងដែរប្រិយមិត្តឬក៏បងប្អូនមួយចំនួនតែងតែហៅថាអាបាតខ្លាំងបាទជាតិនិយមអញ្ចឹងប្រជាពលរដ្ឋកំពុងតែលើកដំកើងដូចដុំអាចអញ្ចឹងបាទរាល់ថ្ងៃនេះអញ្ចឹងតែអនុទានកូពីផាសពីអាបាតខ្លាំងនឹងឯងប៉ុន្តែព្រឹត្តិការណ៍ថ្ងៃនេះគឺជាការទះកំភ្លៀងរបស់គណៈបកប្រជាជន
បាទគណៈបកប្រជាជននេះគឺចេញពីពួក Move Forward Party ដែលដឹកនាំដោយលោកភិថាលឹមចរិនរដ្ឋពួកស្ទាប់យុវជនយុវវ័យចំនួនក្រោយដែលចង់ធ្វើកំណែទម្រង់បាទខាងអំណាចក្សត្រថៃនិយាយប៉ះពាល់ស្អីមិនបានមាត្រា112បាទចាប់ដាក់គុកអញ្ចឹងណាយើងដឹងហើយខាងនោះតាមរយៈយុទ្ធសាស្ត្រពីរយ៉ាងដែលបកប្រជាជនគេធ្វើទី1វាយបំបាក់ប្រជាប្រិយភាពសង្គ្រាមអាណូទីនបាទនេះខ្ញុំលើកនិយាយហើយគាត់តែចង់ជម្រាបបន្ថែមថាមូលហេតុអីបានជាផ្ទុះបាតកម្មនេះថ្ងៃនេះដើម្បីរឿងសិលឹកឆ្នោតនឹងដែរនឹងឯងបាទយុទ្ធនាការនៃការបោះឆ្នោតណាចប់តែប៉ុណ្ណេះ